មនុស្សដែលមានភាពឆ្លៀវវៃខាងអារម្មណ៍ដែលយើងហៅថា EQ ខ្ពស់នោះគឺតែងតែមានភាពស្ងប់ស្ងាត់និងអាចដោះស្រាយបញ្ហាបានល្អជាងអ្នកដែលឆេវឆាវភាពនេះពីខាងក្នុងចិត្តរបស់យើងអំណាចនៃការគ្រប់គ្រងខ្លួនឯងគឺជាអាវុធដ៏ខ្លាំងក្លាបំផុតក្នុងការយកឈ្នះឧបសគ្គការដឹងគុណគឺជាថ្នាំទិព្វព្យាបាលផ្លូវចិត្តដឹងគុណចំពោះអ្វីដែលយើងមានវានឹងទាក់ទាញរឿងរ៉ាវល្អៗមកបន្ថែមទៀតការដឹងគុណជួយផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់យើងពីអ្វីដែលយើងខ្វះខាតទៅជាអ្វីដែលយើងកំពុងតែមានដែលវានឹងបង្កើតឲ្យមានអារម្មណ៍ពេញលេញនិងពេញចិត្តចំពោះខ្លួនឯងបើយើងនិយាយតាមច្បាប់ស្រូបទាញវិញនៅពេលដែលយើងមានអារម្មណ៍វិជ្ជមាននិងសប្បាយចិត្តយើងនឹងមើលឃើញឱកាសល្អៗជាច្រើនទៀតការអនុវត្តសរសេររឿងដែលដឹងគុណរាល់ថ្ងៃជួយកាត់បន្ថយភាពតានតឹងនិងបង្កើតសុភមង្គលទៅក្នុងជីវិតយ៉ាងមានប្រសិទ្ធភាពវាជាការបង្វឹកផ្លូវចិត្តឲ្យចេះមើលឃើញភាពល្អនៅគ្រប់កលៈទេសៈបើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកក៏ដោយចិត្តដែលមានការដឹងគុណគឺជាចិត្តដែលត្រៀមខ្លួនទទួលយកភាពសប្បាយ